មេដឹកនាំកម្ពុជារងប្រាប់ថាកន្លែងសាកសមសម្រាប់អាមេរិកគឺនៅបាតសមុទ្រជំពូកថ្មីនៃចំនួនដ៏តានតឹងរវាងអ៊ីរ៉ង់និងអាមេរិកបានឈានដល់ចំណុចពុះកញ្ជ្រោលខ្លាំងថ្មីមួយទៀតបន្ទាប់ពីមេដឹកនាំកម្ពុជាថ្មីរបស់អ៊ីរ៉ង់លោកមុតបាខាមីណៃបានចេញមុខប្រកាសយ៉ាងដាច់អហង្ការថាកន្លែងដែលសាកសមបំផុតសម្រាប់កងទ័ពអាមេរិកនៅក្នុងតំបន់ឈូងសមុទ្រពាក់គឺមានតែនៅបាតសមុទ្រតែប៉ុណ្ណោះនេះបើយោងតាមការផ្សាយរបស់ Front 24 កាលពីថ្ងៃទី30 ខែមេសា 2026 សម្ដីដ៏ក្តៅគគុកនេះបានធ្វើឡើងចំពេលដែលពិភពលោកកំពុងញាប់ញ័រទៅនឹងតម្លៃប្រេងឆៅដែលបានហក់ឡើងដល់$126ក្នុងមួយបារ៉ែលដោយសារតែអ៊ីរ៉ង់នៅតែបន្តបិទគប់ច្រកសមុទ្រហូម៉ូដែលជាដង្ហើមសេដ្ឋកិច្ចថាមពលពិភពលោកមេដឹកនាំថ្មីរូបនេះដែលទើបតែឡើងកាន់តំណែងបន្តពីឪពុករបស់លោកបានបញ្ជាក់យ៉ាងច្បាស់តាមទូរទស្សន៍រដ្ឋថាអ៊ីរ៉ង់នឹងមិនចុះញ៉មឬយកកម្មវិធីអាវុធនុយក្លេអ៊ែរនិងមីស៊ីលរបស់ខ្លួនទៅដោះដូរជាមួយទៅនឹងការចរចាណាមួយឡើយលោកបានចាត់ទុកសមត្ថភាពយោធាទាំងនេះថាជាសម្បត្តិជាតិដែលប្រជាជនអ៊ីរ៉ង់90លាននាក់នឹងរួមគ្នាការពារដូចជាការការពារទឹកដីនិងដែនអាកាសរបស់ខ្លួនដែរលោកថែមទាំងថាអាមេរិកគ្មានសិទ្ធិមកលូកដៃក្នុងកិច្ចការតំបន់នេះឡើយហើយរាល់ការប៉ុនប៉ងរបស់លោកដូណាល់ត្រាំក្នុងការប្រើកម្លាំងបាយដើម្បីបង្ខំឲ្យអ៊ីរ៉ង់ចុះចាញ់និងត្រូវបរាជ័យយ៉ាងអាម៉ាស់បំផុតខណៈពេលដែលមេដឹកនាំអ៊ីរ៉ង់កំពុងបង្ហាញជំហររឹងរូសបញ្ហាសេដ្ឋកិច្ចកំពុងដាក់សម្ពាធយ៉ាងខ្លាំងលើរដ្ឋបាលលោកត្រាំផងដែរដោយសារការបិទគប់ច្រកសមុទ្រដ៏សំខាន់នេះតម្លៃប្រេងឥន្ធនៈនៅជុំវិញពិភពលោកបានហក់ឡើងខ្ពស់ដែលកំពុងធ្វើឲ្យប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាជនគ្រប់ទិសទីលោកត្រាំកំពុងតែស្វែងរកវិធីសាស្ត្រថ្មីៗដើម្បីបើកច្រកសមុទ្រនេះឡើងវិញរួមទាំងការប្រើប្រាស់កម្លាំងជើងទឹកឡោមព័ទ្ធកំពង់ផែអ៊ីរ៉ង់ដើម្បីកាត់ផ្តាច់ចំណូលរបស់ទីក្រុងតេហ៍រ៉ង់វិញក្រៅពីសមរភូមិពាក្យសម្ដីនិងសេដ្ឋកិច្ចស្ថានភាពសិទ្ធិមនុស្សនៅក្នុងប្រទេសអ៊ីរ៉ង់ក៏កាន់តែអាក្រក់ទៅផងដែរក្នុងអំឡុងពេលសង្គ្រាមនេះអាជ្ញាធរអ៊ីរ៉ង់បានបង្កើតការប្រហារជីវិតអ្នកដែលងើបឈរតវ៉ាប្រឆាំងនឹងរដ្ឋាភិបាលហើយថ្មីនេះយុវជនម្នាក់ដែលជាកីឡាករការ៉ាតេក៏ត្រូវបានគេយកទៅព្យួរកផងដែរទោះបីជាមានកិច្ចប្រឹងប្រែងសម្របសម្រួលពីប្រទេសជិតខាងដូចជាប៉ាគីស្ថានក៏ដោយក៏គេនៅមិនទាន់ឃើញមានសញ្ញាណាមួយដែលថាភាគីទាំងពីរនឹងងាកមកចរចាគ្នាដោយសន្តិវិធីនោះឡើយខណៈដែលមហាអំណាចទាំងពីរនៅតែបន្តប្រជុំមុខដាក់គ្នាទាំងសម្ដីនិងអាវុធ IAEA អ៊ីរ៉ង់មានអ៊ុយរ៉ានីញ៉ូមសម្រាប់ផលិតគ្រាប់បែកនុយក្លេអ៊ែរបាន10គ្រាប់តាមរបាយការណ៍ពី Independent ចុះផ្សាយថ្ងៃទី30 ខែមេសា 2026 មេដឹកនាំទីភ្នាក់ងារបរមាណុអន្តរជាតិ IAEA លោក Rafael Grossi បានបង្ហាញក្តីបារម្ភយ៉ាងខ្លាំងថាបច្ចុប្បន្នប្រទេសអ៊ីរ៉ង់មានសារធាតុអ៊ុយរ៉ានីញ៉ូមចម្រាញ់កម្រិតខ្ពស់ច្រើនសន្ធឹកសន្ធាប់ដែលអាចយកទៅផលិតជាគ្រាប់បែកនុយក្លេអ៊ែររហូតដល់10គ្រាប់បើតាមរូបភាពកាយរណបសារធាតុដ៏គ្រោះថ្នាក់ទាំងនេះត្រូវគេជឿថាកំពុងលាក់ទុកយ៉ាងជិតនៅក្នុងរោងភ្នំនៃមជ្ឈមណ្ឌលនុយក្លេអ៊ែរអ៊ីស្វ៉ាហាន់បន្ទាប់ពីមានឡានជាច្រើនគ្រឿងបានដឹកជញ្ជូនកុងតឺន័រចំនួន18ដែលសង្ស័យថាជាសារធាតុអ៊ុយរ៉ានីញ៉ូមចូលទៅក្នុងជម្រកក្រោមដីកាលពីថ្ងៃទី9 ខែមិថុនា 2025ពលគឺតាំងពីមុនពេលសង្គ្រាមផ្ទុះឡើងទៅទៀតអ្វីត្បិតអាមេរិកនិងអ៊ីស្រាអែលបានបើកការវាយប្រហារតាមអាកាសជាបន្តប៉ុន្តែស្តុកអ៊ុយរ៉ានីញ៉ូមទាំងអស់នេះហាក់មិនទាន់រងការបំផ្លិចបំផ្លាញឡើយខណៈដែលក្រុមអធិការកិច្ចអន្តរជាតិមិនត្រូវបានអនុញ្ញាតឲ្យចូលទៅពិនិត្យផ្ទាល់ទីតាំងពាក់កណ្ដាលឆ្នាំ2025លោក Grossi បានបញ្ជាក់ថាកម្រិតចម្រាញ់អ៊ុយរ៉ានីញ៉ូមរបស់អ៊ីរ៉ង់នៅពេលនេះគឺស្ថិតនៅក្នុងដំណាក់កាលបច្ចេកទេសដ៏គៀកបំផុតក្នុងការផលិតអាវុធមហាប្រឡាយចំណុចនេះហើយដែលជាហេតុផលចម្បងធ្វើឲ្យប្រធានាធិបតីដូណាល់ត្រាំបន្តយុទ្ធនាការយោធានិងការបិទគប់សេដ្ឋកិច្ចយ៉ាងតឹងរ៉ឹងបង្ខំឲ្យអ៊ីរ៉ង់បោះបង់ចោលកម្មវិធីនុយក្លេអ៊ែរនេះជាដាច់ខាតទោះបីយ៉ាងណាការចរចានៅតែស្ថិតនៅក្នុងភាពតច្រកនៅឡើយដោយសារភាគីទាំងសងខាងមិនទាន់ចុះសម្រុងគ្នាលើលក្ខខណ្ឌនៃការដកទណ្ឌកម្មនិងការបញ្ឈប់ការចម្រាញ់សារធាតុវិទ្យុសកម្មទាំងនេះអ៊ីស្រាអែលប្រកាសថាខ្លួនត្រៀមលក្ខណៈសឹករួចហើយដើម្បីវាយអ៊ីរ៉ង់សារព័ត៌មាន Time of Israel បានចុះផ្សាយថ្ងៃទី1 ខែឧសភា 2026 នេះថាប្រទេសអ៊ីស្រាអែលកំពុងបង្កើនការត្រៀមខ្លួនសម្រាប់សង្គ្រាមជាថ្មីជាមួយអ៊ីរ៉ង់ការត្រៀមលក្ខណៈនេះកើតឡើងចំពេលមានសញ្ញាថាប្រធានាធិបតីអាមេរិកលោកដូណាល់កាន់តែខិតជិតដល់ការសម្រេចចិត្តប្រើប្រាស់កម្លាំងយោធាសារជាថ្មីដើម្បីបង្ខំឲ្យអ៊ីរ៉ង់ចោះចាញ់និងបញ្ចប់ជម្លោះដែលកំពុងអូសបន្លាយតាមសេចក្តីរាយការណ៍ពីទូរទស្សន៍អ៊ីស្រាអែលមន្ត្រីជាន់ខ្ពស់របស់អាមេរិកនិងអ៊ីស្រាអែលបានពិភាក្សាគ្នាយ៉ាងស្អិតរមួតអំពីជម្រើសយោធាជាច្រើនរួមទាំងការវាយប្រហារលើរោងចក្រហ្គាសថាមពលនិងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់រដ្ឋាភិបាលអ៊ីរ៉ង់
ង់ដើម្បីបង្កើតសម្ពាធនៅច្រកសមុទ្រ Hormuz អ្វីដែលកាន់តែគួរឲ្យចាប់អារម្មណ៍នោះគឺមានព័ត៌មានថាយោធាអាមេរិកបានស្នើសុំដាក់ពង្រាយមីស៊ីលល្បឿនលឿនជាងសម្លេងប្រភេទ Dark Eagle ដែលជាបច្ចេកវិទ្យាថ្មីបំផុតបំធ្លាប់យកមកប្រើប្រាស់ក្នុងសមរភូមិពីមុនមកដើម្បីកំទេចទីតាំងមីស៊ីលរបស់អ៊ីរ៉ង់ដែលបានផ្លាស់ប្ដូរទៅឆ្ងាយក្រៅពីការវាយប្រហារតាមអាកាសលោកត្រាំក៏កំពុងពិចារណាលើផែនការបញ្ជូនកងទ័ពជើងគោកឲ្យទៅកាន់កាប់ផ្នែកខ្លះនៃច្រកសមុទ្រ Hormuz ដើម្បីបើកផ្លូវឲ្យនាវាដឹកជញ្ជូនទំនិញអាចធ្វើដំណើរបានឡើងវិញរដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលលោកអ៊ីស្រាអែលខឺតបានប្រមានថាទោះបីជាពួកគេគាំទ្រការចរចាប៉ុន្តែអ៊ីស្រាអែលអាចនឹងត្រូវបង្ខំចិត្តធ្វើសកម្មភាពម្ដងទៀតដើម្បីកម្ចាត់ការគំរាមកំហែងដល់អត្ថប្រយោជន៍របស់ខ្លួនដែលបង្កឡើងដោយរបបអ៊ីស្លាមអ៊ីរ៉ង់ងាកមកខាងអ៊ីរ៉ង់វិញមេដឹកនាំយោធាជាន់ខ្ពស់បានឆ្លើយតបវិញដោយគំរាមថាសូម្បីតែការវាយប្រហារតូចតាចណាមួយពីសត្រូវក៏ត្រូវជួបនឹងការសងសឹកវិញដោយការវាយប្រហារដោយឈឺចាប់និងអូសបន្លាយពេលយូរផងដែរប្រធានាធិបតីអ៊ីរ៉ង់បានចាត់ទុកការបិទគប់កំពង់ផែដោយអាមេរិកថាជាសកម្មភាពសង្គ្រាមដែលមិនអាចអត់ឱនបានឡើយចំនួនកាន់តែក្តៅគគុកជាងនេះបានធ្វើឲ្យតម្លៃប្រេងពិភពលោកហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល4ឆ្នាំគឺរហូតដល់$126ក្នុងមួយបារ៉ែលស្ថានភាពនេះកំពុងដាក់សម្ពាធលើលោកត្រាំយ៉ាងខ្លាំងក្នុងស្រុកព្រោះប្រជាជនអាមេរិកមិនសូវគាំទ្រសង្គ្រាមតែធ្វើឲ្យតម្លៃសាំងឡើងថ្លៃនោះទេទោះបីជាមានការប៉ុនប៉ងចរចាដោយប្រយោលប៉ុន្តែភាគីទាំងពីរនៅតែមិនចុះសម្រុងគ្នាពិសេសលើបញ្ហានុយក្លេអ៊ែរដែលធ្វើឲ្យមានការផ្ទុះអាវុធជាថ្មីអាចកើតឡើងគ្រប់វិនាទី